បាទលើនាងជាទីមិត្តរី Facebook ឈ្មោះថាដើម្បីយុទ្ធធរបន្តអះអាងថាសារលើក្រដាស់ប្រាក់សរសេរអក្សរថាអំណាចហ៊ុនតត្រកូលខ្មែរធ្ងោតចំនួនត្រូវបានគេបន្តចែកចាយក្នុងស្រុកមួយចំនួនក្នុងខេត្តចំនួន3គឺខេត្តកណ្ដាលខេត្តកំពង់ចាមនិងកំពង់ធំដែលយុទ្ធនាការនេះត្រូវបានគេមើលឃើញថាជាផ្នែកជំរុញឲ្យគ្រួសារហ៊ុនវិលទៅស្ដារប្រជាធិបតេយ្យឈប់បំពានរដ្ឋធម្មនុញ្ញបើតាម Facebook ឈ្មោះថាដើម្បីយុទ្ធធរនៅថ្ងៃទី15ខែឧសភានេះក្រដាស់ប្រាក់ប្រភេទ500រៀលនិង1000រៀលរាប់រយសន្លឹកដែលមានសរសេរអក្សរថាអំណាចហ៊ុនតត្រកូលខ្មែរធ្ងោតចំនួនត្រូវបានគេបន្តចែកចាយជូនប្រជាពលរដ្ឋតាមផ្លូវជាតិលេខ6ក្នុងស្រុកមុខកំពូលខេត្តកណ្ដាលខេត្តកំពង់ចាមស្រុកតាំងគោកនិងស្រុកសន្ទុកខេត្តកំពង់ធំដោយគ្នានេះដែរកាលពីថ្ងៃទី14ខែឧសភានេះបរដ្ឋមួយចំនួននៅជារាជធានីភ្នំពេញសង្កាត់ចំចៅ2បានអះអាងមកថាពួកគេប្រទះឃើញក្រដាស់ប្រាក់សរសេរសារដូចគ្នានេះដែរ Facebook ឈ្មោះថាដើម្បីយុទ្ធធរកាលពីថ្ងៃទី26ខែមេសាឆ្នាំ2025បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្នុងប្រទេសនិងក្រៅប្រទេសសូមចូលរួមធ្វើយុទ្ធនាការចែកចាយក្រដាស់ប្រាក់រៀលផ្សេងៗដែលមានសរសេរអក្សរថាអំណាចហ៊ុនតត្រកូលខ្មែរធ្ងោតចំនួនដើម្បីបង្ហាញឆន្ទៈចង់បានប្រជាធិបតេយ្យប្រឆាំងការដឹកនាំផ្ដាច់ការរបស់គ្រួសារហ៊ុនចាប់តាំងពីពេលនោះមកពលគឺជាងកន្លះខែទៅនេះក្រដាស់ប្រាក់រៀលដែលមានសរសេរអក្សរក្នុងន័យប្រឆាំងនឹងអំណាចផ្ដាច់ការគ្រួសារហ៊ុននោះត្រូវបានប្រជាពលរដ្ឋអះអាងជាបន្តបន្ទាប់នៅរាជធានីភ្នំពេញកំពង់ចាមកំពង់ធំខេត្តពោធិ៍សាត់និងថ្មីនៅចំពោះវ័នជ័យក្រុងភ្នំពេញយុទ្ធនាការលើក្រដាស់ប្រាក់រៀលបែបស្ងៀមស្ងាត់នេះគេប្រទះឃើញមានសរសេរលើក្រដាស់ប្រាក់រៀលចាប់តាំងពីប្រភេទ500រៀលរហូតដល់ក្រដាស់ប្រាក់50000រៀលជាដើមលើពីនេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអានធ្លាប់បង្ហោះសារភ្ជាប់ទៅនឹងក្រដាស់ប្រាក់អំណាចហ៊ុនតត្រកូលខ្មែរធ្ងោតចំនួននេះកាលពីចុងខែមេសាថាយុទ្ធនាការនេះនឹងធ្វើឡើងទូទាំងប្រទេសដើម្បីបុព្វហេតុប្រជាធិបតេយ្យដូចគ្នានេះដែរអតីតមេដឹកនាំគណៈបកប្រឆាំងលោកសំរងស៊ីក៏ធ្លាប់បានបង្ហោះក្រដាស់ប្រាក់ដែលមានសរសេរសារប្រឆាំងនឹងអំណាចផ្ដាច់ការគ្រួសារហ៊ុននេះដែរដោយអះអាងថានេះជាចរន្តរបស់ជនរងគ្រោះនៅក្នុងប្រទេសកម្ពុជាយ៉ាងណាអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានធ្លាប់ប្រាប់វីឌីថាគណៈបកប្រជាជនកម្ពុជាមិនមានការព្រួយបារម្ភណាមួយលើយុទ្ធនាការក្រដាស់ប្រាក់សរសេរអក្សរថាអំណាចហ៊ុនតត្រកូលខ្មែរធ្ងោតចំនួននេះទេបាទលោកនាងជាទីមិត្តរីអុកញ៉ាម្នាក់ទៀតរងការចោទថាឆោបបោកលុយបរិវត្តជាង20គ្រួសារនៅខេត្តត្បូងឃ្មុំពាក់ព័ន្ធទៅនឹងការលក់ដីតែមិនចេញប្លង់ជាង3ឆ្នាំធ្វើឲ្យបរិវត្តប្រឈមនឹងវិបត្តិបំណុលវាន់កតែយ៉ាងណាអុកញ៉ារុកនោះថាកំពុងដោះស្រាយករណីនេះកញ្ញាកែវមរកតរាយការណ៍ព័ត៌មាននេះជូនប្រជាពលរដ្ឋជាង20គ្រួសារនៅខេត្តត្បូងឃ្មុំទាមទារឲ្យអុកញ៉ាម្នាក់សងសំណងពួកគេវិញក្រោយខ្ចីលុយធនាគារទិញដីពីក្រុមហ៊ុនអុកញ៉ារូបនេះជាង3ឆ្នាំតែមិនបានប្លង់ធ្វើឲ្យពួកគេប្រឈមនៅវិបត្តិបំណុលវ័នកតំណាងជនរងគ្រោះម្នាក់លោកវ៉ាត់សុភាប្រាប់វាឌីថាគាត់សម្រេចចិត្តទិញដីឡូរបស់អុកញ៉ាសូសេតដែលមានឈ្មោះក្រុមហ៊ុន Soset Co Ltd កាលពីអំឡុងឆ្នាំ2022ប្រភពបន្តថាថវិកាដែលពួកគាត់យកទិញដីនោះក្នុង1ឡូ5ទៅ$6000គឺខ្ចីពីធនាគារដោយរំពឹងថានឹងបានប្លង់ដីត្រឹមត្រូវដោយអ្វីដែលក្រុមហ៊ុនធ្លាប់បានសន្យាតែជាង3ឆ្នាំហើយមិនបានប្លង់នោះទេនឹកឃើញដីនឹងវាថោកនាំគ្នាទិញទៅចងការធនាគារគ្រប់ទឹកគ្នាទាំងខ្ញុំទាំងប្រជាពលរដ្ឋទាំងអស់ហ្នឹងមិនមានណាមានលុយផ្ទាល់ខ្លួនទេហើយអ្នកដែលតបហ្នឹងគឺអ្នកដែលគេឲ្យលុយផ្ដាច់អស់ហ្មងអ្នកខ្លះក៏មកប្លង់3000ទៅអ្នកខ្លះក៏មកប្លង់2500អីចឹងទៅណាខ្ញុំ2ប្លង់បាទ6000បាទលុយខ្ចីធនាគារទិញហ្នឹងជាពលរដ្ឋម្ចាស់ដីដែលគេលក់ឲ្យទៅអុកញ៉ាសសេតហ្នឹងគេអត់បានលុយគ្រប់គេក៏យកដីហ្នឹងមកបោះដាក់ឈ្មោះគេវិញអញ្ចឹងដល់ពេលអញ្ចឹងក៏បែកផ្សាយថាអូដីប្រជាពលរដ្ឋគេយកវិញហើយអុកញ៉ាសសេតគាត់ឲ្យលុយគេគ្រប់អញ្ចឹងគេយកបន្ថែមពីនេះលោកក៏បានស្នើឲ្យក្រុមហ៊ុនអុកញ៉ាសូសេតពន្លឿនដោះស្រាយបញ្ចប់បញ្ហានេះដោយសងសំណងជូនពួកគាត់ជាជនរងគ្រោះវិញផងតាមរយៈវីដេអូជាង10នាទីរបស់សារព័ត៌មានក្នុងស្រុកបានចុះផ្សាយកាលពីថ្ងៃទី13ខែឧសភាឆ្នាំ2025ពលរដ្ឋដែលរស់នៅភូមិទួលពន្លៃឃុំជីរ៉ូ2ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបានអះអាងថាពួកគេបានចាញ់បោកក្រុមហ៊ុនដីឡូទិញដីខ្យល់ដែលមានអុកញ៉ាសូសេតជាម្ចាស់ក្រុមហ៊ុនខ្ញុំសំណូមពរឲ្យអុកញ៉ាសូសេតដោះស្រាយឲ្យតែលុយមកវិញខ្ញុំគ្មានលុយខ្លួនឯងទេយកលុយអង្គការនោះឆ្លើយតបរឿងនេះអុកញ៉ាសូសេតបានបញ្ជាក់ប្រាប់ VOD ដែលខ្លីថាលោកកំពុងដោះស្រាយបញ្ហានេះហើយ ក
ម្នាក់គេទៅតាក់តងឲ្យកូនខ្ញុំទៅតាក់តងយូរហើយការងារនេះគេដោះស្រាយរហូតទៅអញ្ចឹងអត់អីឡើយចាំខ្ញុំឲ្យកូនខ្ញុំទៅជួបលេខខ្ញុំផ្ទាល់ណាអត់អីទេណាចាំមើលតិចទៀតចាំខ្ញុំឲ្យគេតាក់តងទៅតើបានណាខ្ញុំរវល់ខ្ញុំពងភ្ជុំបាទ តំណាងរាជគណៈបក្សសង្គ្រោះជាតិលោកសួនសូរីដាយល់ថាការបោកប្រាស់ពីក្រុមអង្គការនៅតែបន្តយាយីពលរដ្ឋបែបនេះដោយសារប្រព័ន្ធអនុវត្តច្បាប់ស្តង់ដារ 2 គឺលំអៀងលើអ្នកមានលុយនិងមានអំណាចហើយថាពលរដ្ឋនឹងក្លាយជាជនរងគ្រោះតជំនាន់ ផលប៉ះពាល់ទី1គឺភាពវេទនារបស់ប្រជាពលរដ្ឋតាមរយៈការចាញ់បោកជាបន្តបន្ទាប់ទៅលើក្រុមអង្គការហ្នឹងណាបើសិនជារដ្ឋាភិបាលមិនមានវិធានការច្បាស់លាស់នៅក្នុងការដាក់ពន្ធទៅលើជនឆបោកទេអញ្ចឹងវាធ្វើឲ្យអំពើឆបោកនោះវាចេះតែរីកធំទៅហើយអ្នកដែលរងទី1គឺប្រជាពលរដ្ឋហើយពីព្រោះប្រជាពលរដ្ឋជាអ្នករងជាអ្នកខាត់បងនៅលុយកាក់អញ្ចឹងប្រជាពលរដ្ឋដែលជាអ្នកត្រូវរងគ្រោះទី1ហើយរងគ្រោះដូចយើងបានឃើញហើយកន្លងមកគឺពួកគាត់ផ្សេងលុយធនាគារយកទៅរកស៊ីជាមួយហ្នឹងតែចុងក្រោយយើងឃើញថាអង្គការហ្នឹងគាត់បោកប្រាស់គាត់ដូច្នេះអ្នកដែលជំពាក់ធនាគារគាត់គឺប្រជាពលរដ្ឋហើយអ្នកដែលត្រូវសងបំណុលគឺប្រជាពលរដ្ឋអញ្ចឹងណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំអូស្ត្រាលីលោកសឹងសែនករណាលើកឡើងថាដើម្បីបញ្ជៀសពលរដ្ឋពីបញ្ហានេះរដ្ឋាភិបាលបកកណ្ដាលអំណាចគ្រួសារហ៊ុនត្រូវអនុវត្តច្បាប់ដោយហ៊ានវាសកាត់មន្ត្រីពុករលួយនិងអង្គការឆបោកលោកបន្តថាការប្រងើយកន្តើយរបស់រដ្ឋាភិបាលគ្រួសារហ៊ុនបានរុញពលរដ្ឋឲ្យកាន់តែធ្លាក់ជ្រៅនៅក្នុងវិបត្តិបំណុលដោយសារតែពួកគេមានអំណាចបោកពលរដ្ឋក្រមគោរមងារជាអង្គការនេះ បើសិនជារដ្ឋាភិបាលហ្នឹងមិនយកចិត្តទុកដាក់មិនអនុវត្តឲ្យបានត្រឹមត្រូវដែលពលរដ្ឋអាចទទួលយកបានអំពីវិធានការហ្នឹងទេចង់បញ្ចង់ពលរដ្ឋក៏សាធារណជនគេចោទប្រកាន់ថាមេដឹកនាំរដ្ឋាភិបាលហ្នឹងពិតជានៅពីក្រោយខ្នងពាក់ព័ន្ធនឹងផលប្រយោជន៍ទទួលបាននូវផលប្រយោជន៍ហើយការពារគ្នាទៅវិញទៅមកឲ្យឃើញគ្រាន់តែរូបភាពមានវិធានការផ្លូវច្បាប់ចាប់ខ្លួនអីចឹងមែនប៉ុន្តែលុយដែលអង្គការឆបោករាប់លានដុល្លារហ្នឹងគឺមិនត្រូវបានមានវិធានការរឹបអូសដើម្បីសរសងសំណងទៅប្រជាពលរដ្ឋវិញទេបាទ បើតាមជនរងគ្រោះលោកវត្តសុភាអះអាងថាលោកបានដំណឹងមកថាអង្គការសូសេតក៏ធ្លាប់មានរឿងអាស្រ័យឆបោកពលរដ្ឋលើរឿងលក់ដីនិងផ្ទះជាច្រើនខេត្តផងដែរ និយាយរួមពួកខ្ញុំចាប់ដើមផ្ទុះព័ត៌មានរបស់ខ្ញុំទៅដល់ពេលទៅលេចលឺមកច្រើនថាគាត់ហ្នឹងបើកដីឡូខេត្តត្បូងឃ្មុំផងដីឡូខេត្តត្បូងចាមផងមានសៀមរាបមានកោះកុងមានអីច្រើនកន្លែងប៉ុន្តែលឺព័ត៌មានខ្ញុំចេញទៅក៏លឺគេថាបោកគឺគ្រប់តែកន្លែងគេថាអញ្ចឹងណា តាមរយៈការចុះផ្សាយព័ត៌មាននៅក្នុងស្រុកអំឡុងខែធ្នូឆ្នាំ 2019 អង្គការសូសេតធ្លាប់រំលោភយកដីរដ្ឋតាមរយៈការធ្វើរបងចាក់ដីខ្សាច់ដោយបានបំពានមកគៀកនឹងជើងប៉មទន្លេបិទដែលសាងសង់ឡើងនៅសម័យអាណានិគមនិយមបារាំងស្ថិតនៅតាមជួរមាត់ទន្លេមេគង្គក្នុងឃុំទន្លេបិទស្រុកត្បូងឃ្មុំផងដែរនាងខ្ញុំកៅមរកត VOD បាទលោកនាងជាទីមេត្រីការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបរិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកនៅមិនទាន់បញ្ចប់ឬទទួលបានលទ្ធផលផ្លែផ្កានៅឡើយទេដោយភាគីទាំងពីរនឹងបន្តកិច្ចប្រជុំចរចានៅជុំទី2ម្ដងទៀតនៅដើមខែមិថុនាខាងមុខនេះកាលពីថ្ងៃទី10ខែឧសភាឆ្នាំ2025លោកឧបនាយករដ្ឋមន្ត្រីស៊ុនចន្ទថលអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបរិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកដែលប្រព្រឹត្តទៅនៅទីក្រុង Washington នៅថ្ងៃទី13និងថ្ងៃទី15ខែឧសភានេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី15ខែឧសភានេះបានឲ្យដឹងថាកិច្ចប្រជុំចរចាជុំទី1នេះលោកស៊ុនចន្ទថលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជានិងអ្នកស្រីចំនិមលបានជួបជាមួយនឹងអ្នកស្រី Sarah Element អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកប្រពន្ធដដែលបន្តថាកិច្ចប្រជុំនោះភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាសយោគយល់គ្នាលើការពង្រឹងបន្ថែមនៅទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីនិងបានពិភាក្សាយ៉ាងស៊ីជម្រៅលើអត្ថបទកិច្ចព្រមព្រៀងពាណិជ្ជកម្មបរិការភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទី2នៅសប្តាហ៍ទី1ខែមិថុនាឆ្នាំ2025នៅទីក្រុង Washington បន្តទៀតតែយ៉ាងណាសេចក្តីប្រកាសព័ត៌មាននោះមិនបានបង្ហាញលទ្ធផលលម្អិតពីកិច្ចប្រជុំជុំទី1ទេថាតើដំណើរការបែបណានឹងទទួលបានផ្លែផ្កាបែបណានៅឡើយកាលពីថ្ងៃទី2ខែមេសាឆ្នាំ2025លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសដាក់ចេញនូវការអនុវត្តពន្ធគយបរិការលើប្រទេសចំនួនជាង180នៅលើពិភពលោកដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរដែលកម្ពុជានឹងត្រូវបានសហរដ្ឋអាមេរិកដំឡើងពន្ធគយរហូតដល់ 49% ការដំឡើងពន្ធរហូតដល់ 49% លើទំនិញកម្ពុជានាំទៅកាន់សហរដ្ឋអាមេរិកនេះជាកម្រិតខ្ពស់បំផុតបើធៀបទៅនឹងបណ្ដាប្រទេសនានានៅលើពិភពលោកក្នុងនោះប្រទេសវៀតណាម 46% ប្រទេសថៃ 36%
ប្រទេសឡាវ 48% ចិន 34% និងប្រទេសសិង្ហបុរី 10% ជាដើមតែយ៉ាងណាក្រោយពីការប្រកាសដ៏ភ្ញាក់ផ្អើលនេះប្រមាណជាមួយសប្តាហ៍គឺនៅថ្ងៃទី10 ខែមេសារដ្ឋបាលលោក Donald Trump បានប្រកាសជាថ្មីទៀតដោយពន្យាការដាក់ពន្ធគយទៅលើបណ្ដាប្រទេសផ្សេងៗរួមទាំងកម្ពុជាផងដែររយៈពេល90ថ្ងៃដោយកំណត់បន្តពន្ធត្រឹមតែ 10% ស្មើគ្នាជុំវិញបញ្ហាពន្ធនេះដែរអ្នកជំនាញនិងមជ្ឈដ្ឋានជាច្រើនបានព្រមានថាកម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរពីព្រោះរោងចក្រជាច្រើនអាចនឹងបិទទ្វារដែលនឹងធ្វើឲ្យកម្មករកាន់តែច្រើនអត់ការងារធ្វើប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការឲ្យបានទាន់ពេលវេលាចំពោះដំណើរការដំឡើងពន្ធលើទំនិញកម្ពុជារហូតដល់ 49% របស់សហរដ្ឋអាមេរិកនេះចំណែកក្រុមប្រឹក្សាជាតិតស៊ូការពីថ្ងៃទី9 ខែមេសាក៏បានចេញសេចក្តីអំពាវនាវមួយថាស្ថានភាពនៃការយកពន្ធរបស់សហរដ្ឋអាមេរិករហូតដល់ 49% នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្នុងវិបត្តិងើបមុខលែងរួចហើយកម្មករនឹងបាត់បង់ការងារធ្វើរាប់សែនកន្លែងថែមទៀតកសិផលរបស់កសិករគ្មានទីផ្សារអាជីវករនឹងលក់មិនដាច់ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ាណាតធ្លាប់ផ្ដល់ជាយោបល់ដែរថាដើម្បីបញ្ជាពីការដំឡើងពន្ធពីសហរដ្ឋអាមេរិកនេះមេដឹកនាំគ្រួសារហ៊ុនត្រូវបន្ទន់អេរយាប័តស្ដារប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សជាពិសេសលុបបំបាត់អំពើពុករលួយនិងបពុនិយមលោកបន្តថាបើមេដឹកនាំគ្រួសារហ៊ុននៅតែប្រកាន់ជំហរមិនព្រមស្ដារប្រជាធិបតេយ្យហើយបន្តដឹកនាំប្រទេសតាមគោលនយោបាយប្រជាប្រដ្ឋរបស់ខ្លួនដោយទៅនឹងឪពុករបស់លោកដើម្បីតែចង់សម្រេចមហិច្ឆតាក្តោបអំណាចនោះបញ្ជាក់កាន់តែច្បាស់ថាគ្រួសារហ៊ុនធ្វើឲ្យប្រជាពលរដ្ឋ17លាននាក់ខ្លាចជាជនរងគ្រោះបាទលោកនាងជាទីមេត្រីក្រសួងដែនដីទម្លាយថាក្រុមហ៊ុនដែលគ្មានទុនគ្រប់គ្រាន់ក៏អាចបើកអាជីវក៏អាចបើកលក់អចលនទ្រព្យដោយការទទួលស្គាល់ពីរដ្ឋដែរហើយប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នដោយខ្លួនឯងជៀសវាងការចាញ់បោកគម្រោងខ្យល់ទាំងនោះសារនេះរងការរិះគន់ថាជាការរួមដៃជាមួយឈ្មួញខលខូចឲ្យបោកប្រជាពលរដ្ឋលោកសែនសច្ចៈរីកាព័ត៌មានជូនក្រុមជនរងគ្រោះរិះគន់ថាការដែលក្រសួងដែនដីទម្លាយថាក្រុមហ៊ុនដែលគ្មានទុនគ្រប់គ្រាន់ដើម្បីដំណើរការអាជីវកម្មក៏ទទួលបានអាជ្ញាប័ណ្ណអភិវឌ្ឍលក់គម្រោងអចលនទ្រព្យឲ្យអតិថិជនដែរនោះហាក់បង្ហាញពីការរួមដៃគ្នារវាងក្រសួងនិងឈ្មួញទុច្ចរិតឲ្យបោកពលរដ្ឋក្រោមគម្រោងលក់ដីនឹងផ្ទះការរិះគន់នេះក្រោយរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់លោកថេងច័ន្ទសង្វារទម្លាយថាក្រុមហ៊ុនខ្លះគ្មានប្រាក់រកស៊ីគ្រប់គ្រាន់ក៏អាចបើកដំណើរការអាជីវកម្មបានដែរតាមរយៈជំរឿខ្ចីលុយធនាគារឬយកលុយពីអតិថិជនមកដំណើរការក្រុមហ៊ុនបណ្ដាតែម្ដងដោយមិនចាំបាច់ទាល់តែមានលុយគ្រប់គ្រាន់នោះទេក្នុងន័យនេះលោកថាមុនទិញដីឡូឬផ្ទះនៅក្នុងបុរីណាមួយពលរដ្ឋត្រូវស្វែងយល់ពីប្រវត្តិគម្រោងឲ្យច្បាស់លាស់ដោយខ្លួនឯងប៉ុន្តែបើយើងថាអត់ទេបើខ្ញុំម្លាយប្រយ័ត្នចឹងអត់ផ្ទះនៅហើយអញ្ចឹងបន្ថយតាមហ្នឹងទៅអាហ្នឹងគឺអាសាអុជធូបអាសាទៅវត្តអាសាធ្វើបុណ្យកុំឲ្យជួបរឿងចៃដន្យពីព្រោះច្បាប់អត់ហាមទេណាច្បាប់អត់ហាមថាយកដីគេមកអភិវឌ្ឍច្បាប់អត់ហាមទេហើយយកដីខ្លួនឯងទៅដាក់ធនាគារយកលុយមកអភិវឌ្ឍអាហ្នឹងក៏ច្បាប់អត់ហាមដែរអាហ្នឹងគេហៅវិនិយោគនោះបើចាំតែក្រុមហ៊ុនមួយមានដីខ្លួនឯងផងមានលុយបោសម្រាប់ទៅសង់លំនៅឋានផងជួលកម្មករផងជួលបុគ្គលិកធ្វើការផងហើយបានយកផ្ទះមកលក់ឲ្យបងប្អូនយកចំណេញអត់មានទេលើពិភពលោកនឹងអត់មានក្រុមហ៊ុនណាទៅធ្វើចឹងកើតទេតាមរយៈវីដេអូជាង3នាទីនោះដែលត្រូវបានរដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់លោកសាយសំអាលបានផ្សព្វផ្សាយបន្តនៅថ្ងៃទី13ខែឧសភាក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនចូលទៅបញ្ចេញមតិដែលចាត់ទុកថាការថ្លែងនេះគឺជាចេតនាកិច្ចចេញពីការទទួលខុសត្រូវនិងងាកទៅការពារក្រុមហ៊ុនឆបោកគណនី Facebook ឈ្មោះតោយសារ៉ូរិះគន់ក្នុងន័យដើមថាក្នុងប្រទេសប្រជារាស្ត្រទុកចិត្តមន្ត្រីដឹកនាំកិច្ចការរដ្ឋការពារជាតិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋបាននិយាយដោយលោកចោះចេញពីតំណែងទៅទុកកន្លែងនឹងឲ្យគេអ្នកមានសមត្ថភាពធ្វើវិញល្អជាងចំណែក Facebook ឈ្មោះហារតីចោទសួរថាតើនរណាជាអ្នកចេញអាជ្ញាប័ណ្ណអភិវឌ្ឍហេតុអ្វីបន្ទោសរាជទៅវិញបើម្ចាស់គម្រោងអួតសុទ្ធតែជួយសង្គមថតបង្ហោះផ្អើលពិភពលោកដល់ធាតុពិតបោករាសោះរាសខ្លះចំពាក់គេជុំទិសដោយសាររឿងទិញដីជ្រុងមួយនៃរឿងនេះជនរងគ្រោះម្នាក់លោកប៊ុនធឿនរស់នៅខេត្តកំពតបានប្រាប់ VOD ថាលោកចាញ់បោកក្រុមហ៊ុនគម្រោងអចលនទ្រព្យរបស់អតីតរដ្ឋាភិបាលហ៊ីគីមហុងចំនួន $20,000 ដោយសារឃើញមានការទទួលស្គាល់ពីស្ថាប័នរដ្ឋ
គេថាក្រុមហ៊ុនគេមានអាជ្ញាប័ណ្ណក្រុមហ៊ុនគេច្របច្បាប់ក្រុមហ៊ុនគេមានទំនួលខុសត្រូវក្រុមហ៊ុនគេមានរដ្ឋបើកអាជីវកម្មឲ្យពេញសិទ្ធិត្រឹមត្រូវឥឡូវយកអាជ្ញាប័ណ្ណយកអារដ្ឋហ្នឹងយកមកបោកប្រជាប្រដ្ឋគេមានឋានៈដឹកនាំគេទទួលដឹងឮចេញជាអាជ្ញាប័ណ្ណឡើយបែរយកអាជ្ញាប័ណ្ណហ្នឹងយកមកបោកពលរដ្ឋក្រុមហ៊ុនហ្នឹងហើយសួរថាក្រុមហ៊ុនហ្នឹងអត់មានកិច្ចវិធានការទេហេតុអីបានច្បាប់ធ្វើមិនចេញអញ្ចឹងច្បាប់ស្រុកខ្មែរយើងត្រូវការតែមានតែលុយបើអ្នកណាមានលុយគឺនឹងឈ្នះបើអត់លុយគឺចាញ់ទុកឲ្យឆ្លាប់ឈឺបដើបន្តទៅទៀតនេះហើយចឹងគូប្រជាពលរដ្ឋឈឺចាប់ដោយឡែកជនរងគ្រោះម្នាក់ទៀតដែលកំពុងចំណាក់ស្រុកនៅប្រទេសថៃលោកអងយូហៃបានប្រាប់ថាលោកចាញ់បោកក្រុមហ៊ុន Brilliant City ទាំងគ្រួសារចំនួនជាង$50,000សហរដ្ឋអាមេរិកក្រោយការជឿជាក់លើលោកសៀនបូរ៉ាត់ដែលគេស្គាល់ថាជាមន្ត្រីស្និទ្ធនឹងលោកហ៊ុនម៉ាណែតដែលតែងតែចេញមុខឃោសនាឲ្យពលរដ្ឋជឿជាក់លើក្រុមហ៊ុនឆបោកមួយនេះសុទ្ធតែជឿជាក់លើអាដាមសានវរ៉ាត់ហើយនឹងលេងចន្ទាព្រមទាំងគេសម្ដេចទាំងអីគាត់ចុះទៅសម្ពោធអីចឹងជឿជាក់ថាពួកគាត់មិនបោកប្រជាពលរដ្ឋទេតែចុងក្រោយពួកខ្ញុំទឹកភ្នែកក៏ភ្នែកទឹកភ្នែកមិនចេញជីវរដ្ឋពិបាកខ្លាំងបងអើយម្នាក់សឹងចងកសម្រាប់ខ្លួនអស់អ្នកខ្លះមកប្រទេសថៃនឹងខុសច្បាប់ខុសអីក៏មានថ្ងៃនេះរស់ទាំងរដូវបើយើងមិនតាំងយើងមានកូនអាចកស្នាងបើអាសេចក្តីសង្ឃឹមយើងធ្លាប់សន្សំរាប់ឆ្នាំមកគេបោកគាត់លេងហីបឹងប្រាក់ខែមួយខែបាន$10,000បាតណាខំហើចងាប់ចុងក្រោយគេមកបោកមិនតិចស្ដាយកំណត់ស្ដាយចិត្តដែលធ្លាប់ទុកចិត្តលើអញ្ចឹងជុំវិញរឿងនេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអាននិយាយថាកម្ពុជាគឺជាប្រទេសដែលមានអំពើពុករលួយខ្ពស់ទើបក្រុមហ៊ុនឆបោកក៏អាចទទួលបានអាជ្ញាប័ណ្ណពីស្ថាប័នរដ្ឋដែរហើយទាំងមន្ត្រីបកកណ្ដាលអំណាចក៏តែងតែចេញមុខជាចំហមកជួយឃោសនាក្រុមហ៊ុនទាំងនោះដើម្បីឲ្យពលរដ្ឋជឿជាក់ដូចជាក្រុមហ៊ុនលេងចន្ទាជាដើមក្នុងន័យនេះលោកបានចាត់ទុកការថ្លែងរបស់មន្ត្រីក្រសួងដែនដីនៅពេលនេះគឺបង្ហាញពីអេរយាប័តរបស់មន្ត្រីដែលមិនទទួលខុសត្រូវនិងមិនបានការពារផលប្រយោជន៍របស់ពលរដ្ឋនោះទេក៏ប៉ុន្តែហាក់ទៅរួមដៃគ្នាបោកពលរដ្ឋជាមួយក្រុមហ៊ុនខលខូចដើម្បីជួយរកលុយឲ្យគ្រួសារហ៊ុនចិញ្ចឹមអំណាចទៅវិញម្ចាស់ក្រុមហ៊ុនហ្នឹងគឺមានការខុបខិតជាមួយនឹងអ្នកធំអ្នកមានអំណាចនឹងរកស៊ីនឹងមានភាគហ៊ុនរបស់ក្រុមគ្រួសារអ្នកមានអំណាចនៅពីក្រោយខ្នងអញ្ចឹងទៅយកលុយដែលបោកពីប្រជាប្រដ្ឋមួយចំនួនទៅឲ្យអ្នកធំទៅឲ្យតកូលហ៊ុនទៅឲ្យរដ្ឋាភិបាលអញ្ចឹងទៅរដ្ឋាភិបាលក៏បិទភ្នែកធ្វើមិនដឹងអញ្ចឹងទៅឲ្យបោកប្រជាប្រដ្ឋក៏បោកទៅឲ្យបានតែលុយមួយចំនួនដែលបោកហ្នឹងបានចូលហប៉ៅក្រុមគ្រួសារតកូលហ៊ុននិងអ្នកមានអំណាចហ្នឹងដើម្បីយកលុយទៅពង្រឹងបកជាមួយគ្នានេះអ្នកឯកទេសផ្នែកសង្គមគោលនយោបាយនិងសេដ្ឋកិច្ចលោកឌីគុនធាបានជំរុញឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញមុននឹងផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនណាមួយបើកគម្រោងអភិវឌ្ឍន៍នានាដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋចឹងរដ្ឋត្រូវពិនិត្យមើលកិច្ចព្រមព្រៀងនឹងឡើងវិញថាតើគម្រោងនឹងបើធ្វើទៅគ្មានគំរូជោគជ័យហើយគ្មានបទដ្ឋានគុណភាពនៃគម្រោងវិនិយោគអភិវឌ្ឍអចលនទ្រព្យទេវាបង្កើតឲ្យមានផលប៉ះពាល់ខ្លះកើតឡើងហើយនៅពេលដែលមានផលប៉ះពាល់កើតឡើងនរណាអ្នកទទួលខុសត្រូវទីមួយរដ្ឋនោះអ្នកផ្ដល់អាជ្ញាប័ណ្ណហើយរដ្ឋត្រូវពង្រឹងលើការត្រួតពិនិត្យអភិបាលទៅលើកិច្ចព្រមព្រៀងរវាងរដ្ឋនិងភាគីក្រុមហ៊ុនឯកជនកុំឲ្យមានផលប៉ះពាល់ផ្សេងៗទៅដល់អតិថិជនជាការកត់សម្គាល់ក្នុងអាណត្តិដឹកនាំរបស់លោកហ៊ុនម៉ាណែតជិត2ឆ្នាំទៅនេះមានករណីបោកប្រាស់ធំជាច្រើនបានផ្ទុះឡើងក្រោមដៃអង្គការខលខូចស្និទ្ធនឹងគ្រួសារហ៊ុនដែលធ្វើឲ្យជនរងគ្រោះជួបវិបត្តិបំណុលធ្ងន់ធ្ងរគ្មានការការពារពីស្ថាប័នរដ្ឋក្នុងនោះមានពលរដ្ឋយ៉ាងហោចណាស់30,000នាក់រងគ្រោះដោយសារគម្រោងអចលនទ្រព្យដោយជាចាញ់បោកអតីតអង្គការជាសារ៉នហ៊ីគីមហុងលេងចាន់ណាក្រុមហ៊ុនរបស់អង្គការលេងនវត្រាក្រុមហ៊ុន CIC របស់គ្រូជោគជ័យនិងក្រុមហ៊ុនភូមិខ្មែរគ្រប់នៅខេត្តស្វាយរៀងជាដើមបើតាមក្រុមជនរងគ្រោះបានប្រាប់វិទ្យាថាការជឿជាក់យកលុយទៅទិញគម្រោងអចលនទ្រព្យក្នុងក្រុមហ៊ុនទាំងនោះព្រោះឃើញមានការចុះបញ្ជីទទួលស្គាល់ពីស្ថាប័នរដ្ឋរួមទាំងមានមន្ត្រីចេញមុខជួយឃោសនាឲ្យក្រុមហ៊ុនទាំងនោះថែមទៀតដែលពួកគេទាំងនោះសុទ្ធតែមានតួនាទីខ្ពស់ក្នុងក្បាលម៉ាស៊ីនដឹកនាំគណៈបកប្រជាជនកម្ពុជាផងដែរខ្ញុំសែនសិចា VOD លោកនាងជាទីមិត្តរីព្រះរាជពិធីច្រត់ព្រះនង្គ័លបានប្រារព្ធឡើងនៅខេត្តកំពង់ឆ្នាំងនាថ្ងៃទី15ខែឧសភាឆ្នាំ2025នេះហើយជាលទ្ធផលនៃការផ្សងប្រផ្នូលរបស់គោឧសភារាជបង្ហាញថាស្រូវពោតនិងសណ្តែកនៅឆ្នាំនេះទទួលបានទិន្នផលល្អព្រះរាជពិធីច្រត់ព្រះនង្គ័លបានប្រព្រឹត្តទៅនៅទីប្រស្រែភូមិឃ្លាំងប្រាក់សង្កាត់ផ្អែក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងក្រោមព្រះរាជធិបតីរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងមានការចូលរួមពីប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភានាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងប្រជាពលរដ្ឋជាច្រើនរយនាក់
យោងតាមការផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook របស់លោកហ៊ុនសែនប្រធានព្រឹទ្ធសភាបានឲ្យដឹងថាក្រោយពេលភ្ជួរនិងព្រុសគ្រាប់ស្រូវអស់រយៈពេល3ជុំរួចហើយព្រាហ្មណ៍ព្រះរាជគ្រូបារោហិតបានធ្វើពិធីសូត្រមន្តប្រោះព្រំទឹកលើគោឧសភរាជនិងយកគោឧសភរាជទៅបរិភោគគ្រាប់ធញ្ញជាតិទឹកនិងស្រាដែលមានទាំងអស់7មុខក្នុងនោះមានស្រូវពោតសណ្ដែកល្ងស្មៅស្រានិងទឹកដែលរៀបចំទុករួចជាស្រេចបន្ទាប់ពីគោឧសភរាជបរិភោគរួចជាលទ្ធផលនៃការផ្សងរបស់គោឧសភរាជបង្ហាញថាស្រូវពោតនិងសណ្ដែកនៅក្នុងឆ្នាំនេះទទួលបានទិន្នផលខ្ពស់ព្រាហ្មណ៍ព្រះរាជគ្រូបារោហិតបានថ្លែងថាលទ្ធផលដែលបានមកពីការផ្សងគោឧសភរាជបរិភោគនៅអាហារទាំង7មុខទៅតាមបរមបុរាណដែលគោឧសភរាជបានបរិភោគនៅក្នុងនោះលទ្ធផលគឺស្រូវទទួលបាន 95% ពោត 95% ខណៈសណ្ដែក 80% សូមរំលឹកថាព្រះរាជពិធីច្រត់ព្រះនង្គ័លគឺជារាជពិធីបុណ្យប្រពៃណីជាតិកម្ពុជាមួយហើយត្រូវបានគេហៅថាពិធីបុណ្យចាប់ផ្ដើមនៅរដូវដាំដុះដែលស្ថាប័នព្រះបរមរាជវាំងនឹងរៀបចំឲ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីធ្វើជានិមិត្តរូបក្នុងការចាប់ផ្ដើមរបរកសិកម្មព្រះរាជពិធីច្រត់ព្រះនង្គ័លគឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលព្រះភ្នូររបស់ស្រុកទេសទៅតាមការបរិភោគរបស់គោឧសភរាជព្រះរាជពិធីបុណ្យនេះគឺជាការដាស់តឿនក្រានរំលឹកដល់ប្រជាពលរដ្ឋខ្មែរដែលពឹងផ្អែកទៅលើការធ្វើកសិកម្មជាចម្បងនោះឲ្យដឹងថារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយបាទលោកនាងជាទីមេត្រីបញ្ហាវិបត្តិទីផ្សាររួមទាំងការសិក្សានានារកឃើញពីលំហចំណាក់ស្រុកទាំងប្រថុយនិងគ្រោះថ្នាក់ពិចារដោយសារតែវិបត្តិបំណុលនោះវាឆ្លុះបញ្ចាំងថាការដាក់ចេញនៅកម្មវិធីគោលនយោបាយលើកកម្ពស់ជីវភាពកសិករបានបរាជ័យតចំនួនការនេះរដ្ឋាភិបាលចាំបាច់ត្រូវតែបង្ហាញការទទួលខុសត្រូវកញ្ញាកៅមរកតរាយការណ៍ព័ត៌មាននេះជូនបញ្ហាកសិផលគ្មានទីផ្សារបានក្លាយទៅជាវិបត្តិសង្គមរីកកាន់តែធំឡើងធ្វើឲ្យប្រជាកសិករខ្មែរកាន់តែច្រើនឡើងបានទុកដីស្រែចម្ការរបស់ខ្លួនចោលហើយធ្វើចំណាក់ស្រុកឡើងស្ងាត់ភូមិទៅកាន់ប្រទេសថៃនិងទៅតាមតំបន់ផ្សេងទៀតដើម្បីរកប្រាក់បង់សងធនាគារខណៈបច្ចុប្បន្នចំនួនប្រជាពលរដ្ឋដែលជំពាក់បំណុលធនាគារបានកើនឡើងដល់ 5,40,000 នាក់ក្នុងទំហំទឹកប្រាក់ប្រមាណជា 58.94 លានដុល្លារនេះជាជ្រុងសំខាន់មួយដែលបង្ហាញថារដ្ឋាភិបាលគ្រួសារហ៊ុនបរាជ័យកម្មវិធីនយោបាយលើកកម្ពស់ជីវភាពកសិករលោកមេឃអូនវ័យ30ឆ្នាំជាកសិករដាំដំឡូងមីនៅស្រុកវាលវែងខេត្តពោធិ៍សាត់បាននិយាយបែបចំអកថាបច្ចុប្បន្ននៅក្នុងភូមិរបស់លោកអស់អ្នកក្រហើយគាត់ថាអ្នកក្របានរត់ចោលស្រុកឡើងស្ងាត់ឈឹងទៅស៊ីឈ្នួលគេនៅប្រទេសថៃនិងនៅតាមតំបន់ផ្សេងទៀតដោយសារតែដំឡូងមីឆ្នាំនេះធ្លាក់ថ្លៃខ្លាំងធ្វើឲ្យអ្នកភូមិខាតគ្រប់គ្នាពុំមានប្រាក់បង់សងធនាគារនិងបង់ថ្លៃជីឡើយដូច្នេះហើយក៏នាំគ្នាធ្វើចំណាក់ស្រុករកប្រាក់មកដោះបំណុលគេកសិកររូបនេះនិយាយថានៅពេលនេះកំថាឡើយទៅរកប្រាក់មកដាំដំឡូងឲ្យបានពេញចម្ការឡើងវិញសូម្បីតែប្រាក់សម្រាប់ហូបចុកពេញមួយឆ្នាំទៅមុខទៀតក៏មិនដឹងថាត្រូវទៅរកពីច្រកណាទេបើម្នាក់សងធនាគារមិនទាន់រួចផងទៅខ្ចីគេធ្វើមិនគេឲ្យទៀតអស់អ្នកក្រហើយអស់ហើយអ្នកក្រភូមិខ្ញុំរងហើយអស់អ្នកក្រពីឥឡូវទៅហើយហ្នឹងពលរដ្ឋចោលស្រុកអស់ហើយហ្នឹងមានអីនៅទៀតមានអ្នកក្រណានៅទៀតភូមិស្ងាត់ឈឹងហ្មងហើយបើសិនតែមាននៅណាមុខជូមុខអត់លុយហ្មងអ្នកនៅហ្នឹងបាច់ថារលុយដល់ដាំវិញផងរទៅលុយហូបចុកមួយឆ្នាំទៅមុខទៀតហ្នឹងដឹងទៅច្រកណាផងនោះព្រោះម្នាក់សងធនាគារមិនរួចផងហ្នឹងទឹកខ្ចីគេមិនបានទៀតអញ្ចឹងមកថាទៅទៀតអស់អ្នកក្រឥឡូវអស់ហើយអ្នកភូមិខ្ញុំអស់អ្នកក្រហើយស្ងាត់ឈឹងហើយមានអីទៀតរត់ចោលស្រុកអស់ហើយរដ្ឋាភិបាលកម្ពុជាបានកំណត់រួចជាស្រេចហើយថាប្រទេសកម្ពុជានឹងចាក់ចែងពីប្រទេសក្រីក្រខ្លាយទៅជាប្រទេសអ្នកមាននៅក្នុងឆ្នាំ2050រួមទាំងបានដាក់ចេញនៅកម្មវិធីនយោបាយលើកកម្ពស់ជីវភាពកសិករបើយោងតាមបញ្ហាខាងលើបង្ហាញការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលមានតែនៅលើក្រដាសតែផ្ទុយទៅវិញវាឆ្លុះបញ្ចាំងថាក្រោមការដឹកនាំតចំនួនរបស់គ្រួសារហ៊ុនកសិករជួបទុក្ខវេទនាកាន់តែមានទ្រង់ទ្រាយធំទៅជាលំដាប់លើពីនេះកសិកររូបនោះបានលើកឡើងថាកុំថាឡើយដល់ឆ្នាំ2050បើទោះបីជាដល់ឆ្នាំ2100ក៏លោកនិងអ្នកភូមិដទៃទៀតមិនអាចក្លាយទៅជាអ្នកមានទៅតាមផែនការរបស់រដ្ឋាភិបាលដែលបានកំណត់នោះដែរពីព្រោះការរស់នៅបច្ចុប្បន្នជីវិតកាន់តែវេទនាទៅដកដំឡូងហើយរោគទៅលួយដាំដំឡូងវិញក៏គ្មានផងតើទៅខ្លាយជាអ្នកមានបានយ៉ាងម៉េចកើតសម្រាប់អ្នកភូមិនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់អ្នកខ្លះធ្វើចំណាក់ស្រុកទៅថៃអ្នកខ្លះទៅភ្នំពេញអ្នកខ្លះក៏ទៅកំពង់សោមបែកគ្នាអស់កូនបែកម្ដាយបែកកូនប្តីបែកប្រពន្ធដើម្បីចេញទៅរកប្រាក់មកបង់សងបំណុលគេនៅក្នុងវីដេអូមួយរបស់លោកមេឃអូនបាននិយាយជជែកជាមួយមិត្តភ័ក្តិជាកសិករនៅក្នុងភូមិនៅលើដីចម្ការដំឡូងមី
តម្លៃដំឡូងមីធ្លាក់ចុះខ្លាំងនៅឆ្នាំនេះដែលធ្វើឲ្យកសិករដាំដំឡូងត្រូវបានខាតគ្រប់គ្នាប៉ុន្តែពួកគេនិយាយថាពួកគេគ្មានជំរឿអ្វីក្រៅពីត្រូវដាំដំឡូងបន្តទៀតនៅឆ្នាំនេះនោះទេហើយបើនៅឆ្នាំក្រោយពួកគេខាតទៀតនោះនឹងលក់ដីចំការបង់សងធនាគារនិងធ្វើចំណាក់ស្រុកមិនខានអាមុខខាតដោយសារដំឡូងឲ្យដាំទៀតមុខដូចខ្ញុំចឹងឃើញនិយាយមើលខាតម៉ឹងឲ្យដាំទៀតមុនវាជពាក់គេនៅរៀងស្ទើរឆ្នាំមុនជពាក់គេស្ទើរឆ្នាំនេះបថុយជពាក់គេបន្ថែមទៀតបើថាមិនស្រែទៅហើយមានលក់ដីចំការដំឡូងថោកម្ចាស់ប្រញាប់រត់ចោលស្រុកបានមួយឆ្នាំមើលទៀតទេឆ្នាំទៀតហើយឆ្នាំនៅខាតទៀតលាស្រុកខ្មែរលាមានប៉ាសពតនៅពុំតាក់ទងគេហើយមិនមកធ្វើទៅហើយកុំឲ្យដាំតែតាមឆ្នាំមុនអស់ខ្លះដែរអស់ខ្លះដែរអ្នកចំការម្នាក់ទៀតក៏បាននិយាយមកកាន់លោកមេឃអូននៅក្នុងវីដេអូនេះដែរថាឆ្នាំនេះលោកក៏ខាតដែរហើយថានឹងមិនដាំទៀតនោះទេព្រោះថាបើដាំទៀតវាកាន់តែផុងខ្លួនច្រើននៅក្នុងបំណុលធនាគារលើពីនេះគាត់ថាបើពេលនេះដោះស្រាយមិនរួចគ្មានជំរឿនណាផ្សេងក្រៅពីលក់ដីចំការដើម្បីយកលុយបង់សងធនាគារហើយធ្វើចំណាក់ស្រុកនោះទេលើពីនេះលោកមេឃអូនបានរំលេចផងដែរពីការរងសម្ពាធផ្លូវចិត្តរបស់កសិករក្រោយនិយាយការពិតរបស់ខ្លួនចេញទៅក្រៅដើម្បីស្វែងរកដំណោះស្រាយពីអាជ្ញាធររដ្ឋស្រូវគ្នាថោកមកឲ្យថាថោកម្លងគ្នាថោកមកឲ្យថាថោកឲ្យថាម៉េចបើវាថោកមែនហ្នឹងអូនស្អីបើអានឹងវាការពិតហ្នឹងបើនិយាយការពិតបានពិភពលោកលែងទទួលស្គាល់ការពិតដែរហើយអ្នកក្រក៏ខលរហូតម៉េចអស់លោកសិតថាពួកខ្ញុំខ្ជិលហ្នឹងបានក្រមែនអ្នកក្រទាំងអស់សិតតែខ្ជិលឯណាអស់លោកខ្ញុំម្នាក់ឯងខ្ញុំមើលថែចការ20ហាត់ហើយថាខ្ជិលមិនទៀតប្រឹងរងថ្ងៃចង់ដាច់កលៀនអស់ហើយពួកវាខាតដោយសារស្រូវថាដំឡូងខ្ញុំថាខាតហើយឲ្យថាម៉េចលោកមេឃអូនមានដីចំការខ្លួនឯង4ហិកតាចំណែក16ហិកតាទៀតលោកជួលដីគេដើម្បីដាំដំឡូងកាលពីឆ្នាំកន្លងមកលោកថានៅឆ្នាំក្រោយប្រសិនបើដំឡូងចុះថោកទៀតលោកក៏អាចលក់ដីចំការសងបំណុលធនាគារហើយក៏ធ្វើចំណាក់ស្រុកដោយអ្នកភូមិដទៃទៀតផងដែរចំណែកលោកម៉ាប់សំរិទ្ធរស់នៅសង្កាត់វាលពងក្រុងឧដុង្គមាជ័យបានឲ្យដឹងថានាឆ្នាំកន្លងមកលោកបានជួលដីចំការ200ហិកតាដាំដំឡូងមីនៅក្នុងខេត្តកំពង់ឆ្នាំងដោយសារតែដំឡូងមីឆ្នាំនេះបានធ្លាក់ថ្លៃខ្លាំងធ្វើឲ្យលោកសំរិទ្ធខាត់ប្រាក់ដើមអស់ជាងពាក់កណ្ដាលនៅឆ្នាំនេះដំឡូងមីធ្លាក់ថ្លៃខ្លាំងទាំងដំឡូងមីស្រស់ទាំងដំឡូងមីក្រៀមកសិកររូបនេះបាននិយាយក្នុងសម្ដីដើមថានិយាយពីថាខាតហើយលែងលឺបងឆ្នាំនេះដោយសារតែដំឡូងវាថោកខ្លាំងពេកខ្ញុំខាតអស់ជាងពាក់កណ្ដាលដំឡូងខ្ញុំមួយចំនួនខ្ញុំទុកចោលព្រោះខ្ជិលដកមកលក់1គីឡូបានតែ180រៀលនឹងឲ្យតែថ្លៃកសិករដកមិនគ្រប់ផងបងម្លោះហើយទុកចោលទៅលោកសំរិទ្ធដែលមានដីចំការកម្មសិទ្ធិផ្ទាល់ខ្លួន10ហិកតានិយាយថាឆ្នាំនេះលោកជួលដីចំការគេតែ10ហិកតាទេដើម្បីបន្តដាំដំឡូងសាកមើលមួយឆ្នាំទៀតប៉ុន្តែបើឆ្នាំក្រោយតម្លៃដំឡូងនៅតែថោកទៀតខ្ញុំឈប់ដាំហើយលោកថានៅពេលនេះលោកនៅជំពាក់បំណុលធនាគារជាង$10000ទៀតដល់លុយជំពាក់នេះមួយផ្នែកដោយសារតែខាតដំឡូងមីបើតាមកសិករនៅតាមបណ្ដាខេត្តមួយចំនួននៅឆ្នាំនេះដំឡូងមីស្រស់អាចលក់បានត្រឹមតែ180ទៅ240ឬក៏300រៀលខណៈកាលពីឆ្នាំមុនដំឡូងមីស្រស់លក់បានថ្លៃ400រៀលក្នុង1គីឡូក្រាម VOD មិនទាន់អាចតាក់ទងលោកខឹមវីណងអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហាដំឡូងមីធ្លាក់ថ្លៃនៅឆ្នាំនេះបានទេប៉ុន្តែកាលពីពេលថ្មីនេះលោកបានលើកទឹកចិត្តឲ្យកសិករគួរពិចារណាដាំដំណាំផ្សេងដែលមានគោលនយោបាយគាំទ្រច្បាស់លាស់វិញដូចជាស្រូវចន្ទីម្រេចឬបន្លែជាដើមទន្ទឹមនេះលោកវីណងហាក់បារម្ភចំពោះភាពមិនច្បាស់លាស់នៃទីផ្សារធ្វើឲ្យដំឡូងមីមានការពិបាកក្លាយទៅជាដំណាំអាទិភាពសម្រាប់លោកអិលឈិញប្រធានសមាគមដំឡូងខ្មែរបានថ្លែងថាលោកមិនរំពឹងថាតម្លៃដំឡូងមីអាចមានការកើនឡើងនៅក្នុងរយៈពេល2ឆ្នាំខាងមុខទៀតនោះទេដោយសារតម្រូវការសកលលោកធ្លាក់ចុះនិងពុំមានការកែច្នៃនៅក្នុងស្រុកបើគេពិនិត្យទៅលើកម្មវិធីនយោបាយអតិភិបចំនួន6ចំណុចរបស់រដ្ឋាភិបាលថ្មីដែលបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅថ្ងៃទី24ខែតុលាឆ្នាំ2023សម្ដៅលើកស្ទួយជីវភាពកសិកររួមទាំងរកទីផ្សារឲ្យកសិករក្នុងកម្រិតសមរម្យរួមទាំងវិធានដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំសង្កាត់ផងនោះវាហាក់មិនបានដល់បន្ទុកកសិករជុំវិញវិបត្តិទីផ្សារនេះទេដែលកសិករតែងតែស្រែករកជំនួយពីរដ្ឋាភិបាលតជំនាន់គ្រប់រដូវកាលនៅពេលប្រមូលផលរបស់ពួកគេព្រោះតាំងទាំងនេះបញ្ជាក់ថាមេដឹកនាំតជំនាន់របស់គ្រួសារហ៊ុននៅតែមិនអាចព្យាបាលជំងឺកសិករបានជុំវិញវិបត្តិទីផ្សារនេះដែលគេអាចនិយាយបានថាកសិកររងគ្រោះតជំនាន់ពីរបបដឹកនាំរបស់គ្រួសារហ៊ុន
ការសិក្សាជាច្រើនទៀតក៏បានចង្អុលបង្ហាញពីភាពបរាជ័យរបស់រដ្ឋាភិបាលដែលមិនអាចព្យាបាលជំងឺកសិករជុំវិញវិបត្តិទីផ្សារនេះដែលជំរុញឲ្យមានចំណាក់ស្រុកប្រឈមនឹងគ្រោះថ្នាក់ដើម្បីដោះស្រាយវិបត្តិបំណុលតួយ៉ាងដូចជាការរកឃើញរបស់អង្គការសង្ត្រាល់នៅក្នុងឆ្នាំ2024ពលករជាង 64% ដែលត្រូវបានសម្ភាសសុទ្ធតែមានបំណុលធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬចងការឯកជនវិបត្តិបំណុលធ្វើឲ្យលំហូរចំណាក់ស្រុកងាយរងគ្រោះដោយសារការជួញដូរមនុស្សការិយាល័យឥណទានកម្ពុជាហៅកាត់ CBC បានចេញផ្សាយរបាយការណ៍កាលពីពេលថ្មីៗនេះថានៅក្នុងឆ្នាំ2024មានពលរដ្ឋខ្មែរជាង 5,40,000 នាក់កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារក្នុងទំហំទឹកប្រាក់ជិត $60,000 លានអាមេរិកសម្រាប់លោកសំរងស៊ីអតីតប្រធានគណៈបកសង្គ្រោះជាតិដែលជាអ្នកជំនាញសេដ្ឋកិច្ចលើកឡើងកាលពីពេលថ្មីៗនេះថាបច្ចុប្បន្នប្រជាជនខ្មែរកំពុងប្រឈមមុខនឹងការលំបាកគ្រប់សពបែបយ៉ាងមានអំពើពុករលួយបំណុលវ័នកចំណាក់ស្រុកអស្ថិរភាពសង្គមដោយពួកម៉ាហ្វីយ៉ាក៏ដោយសារតែអសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលគ្រួសារហ៊ុនអ្នកសិក្សាស្រាវជ្រាវនិងអ្នកឃ្លាំមើលសង្គមដែលមិនរណបរដ្ឋាភិបាលបានព្រមានថាប្រសិនបើនិន្នាការដូចបច្ចុប្បន្ននេះនៅតែបន្តកសិផលគ្មានទីផ្សារប្រជាពលរដ្ឋជំពាក់បំណុលគេវ័នកកាន់តែកើនការធ្វើចំណាក់ស្រុកកាន់តែកើនដែលនឹងធ្វើឲ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែធំនៅពេលនោះនឹងកើតមានចលាចលបះបោរទម្លាក់គ្រួសារហ៊ុនពីអំណាចមិនខានប្រសិនបើរដ្ឋាភិបាលគ្រួសារហ៊ុនមិនចាត់វិធានការដោះស្រាយឲ្យមានប្រសិទ្ធភាពចាប់តាំងពីឥឡូវនេះតទៅទេនោះនាងខ្ញុំកៅមរកត VOD